បើតាមរដ្ឋធម្មនុញ្ញអាមេរិកមានតែសភាមួយគត់ដែលមានសិទ្ធិសម្រេចឲ្យធ្វើសង្គ្រាមច្បាប់ដែលអនុម័តនៅឆ្នាំ1973បានអនុញ្ញាតឲ្យប្រធានាធិបតីបញ្ជូនកម្លាំងទៅធ្វើប្រតិបត្តិការយោធានៅបរទេសដើម្បីឆ្លើយតបទៅនឹងស្ថានភាពបន្ទាន់ណាមួយក្នុងរយៈពេលមានកំណត់ត្រឹម60ថ្ងៃតែបើលើសពី60ថ្ងៃប្រធានាធិបតីត្រូវតែសុំការព្រមព្រៀងពីសភាសិនក៏ប៉ុន្តែលោកប្រធានាធិបតីអាមេរិកដូណាល់ត្រាំទំនងមិនខ្វល់ឡើយចំណែកក្រុមអ្នកប្រជាធិបតេយ្យអាមេរិកក៏ទំនងគ្មានអំណាចគ្រប់គ្រាន់និងចាប់បង្ខំឲ្យរដ្ឋបាលកាន់អំណាចមួយនេះគោរពតាមច្បាប់ដែរសង្គ្រាមអាមេរិកនិងអ៊ីស្រាអែលនៅអ៊ីរ៉ង់ដែលបានចាប់ផ្ដើមនៅថ្ងៃទី28កុម្ភៈត្រូវចូលដល់ថ្ងៃទី60នៅថ្ងៃសុក្រទី1ឧសភានេះក៏ប៉ុន្តែការរាប់ចំនួនថ្ងៃធ្វើសង្គ្រាមបានផ្អាកត្រឹមពេលមានបទឈប់បាញ់ចូលជាធរមាននាថ្ងៃទី8មេសាឆ្នាំ2026នេះបើតាមប្រសាសន៍របស់រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកនៅពេលពន្យល់ទៅកាន់សភានាថ្ងៃម្សិលមិញអ្នកទទួលខុសត្រូវជាន់ខ្ពស់របស់រដ្ឋបាលលោកត្រាំម្នាក់ទៀតបានបន្ថែមប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP ថាការប្រយុទ្ធតតាំងគ្នាបានចប់ហើយយោធាអាមេរិកនិងយោធាអ៊ីរ៉ង់មិនបានបាញ់ផ្លោងដាក់គ្នាតាំងពីថ្ងៃទី7មេសាមកម្លេះក្រោយមានបទឈប់បាញ់ភាគីអាមេរិកនិងអ៊ីរ៉ង់បានជួបចរចាគ្នាដោយផ្ទាល់និងជាលើកទី1នៅទីក្រុងអ៊ីស្លាមាបាតប្រទេសប៉ាគីស្ថានក៏ប៉ុន្តែដំណើរស្វែងរកវិធីបញ្ចប់សង្គ្រាមនៅអ៊ីរ៉ង់តាមផ្លូវទូតកំពុងជាប់គាំងស្ដោកតែម្ដងនាពេលនេះក្នុងពេលដែលអ្នកទទួលខុសត្រូវជាន់ខ្ពស់អាមេរិកលើកឡើងអំពីលទ្ធភាពបន្តវិធានការឈប់បាញ់និងបិទគប់ច្រកអកមករាប់ខែទៅមុខទៀតមគ្គុទ្ទេសក៍របស់អ៊ីរ៉ង់ក៏បានអះអាងថាអាមេរិកកំពុងចាញ់សង្គ្រាមយ៉ាងអាម៉ាស់ប្រធានាធិបតីអ៊ីរ៉ង់បានបរិហារថាការបិទគប់អាមេរិកនៅមុខច្រកអកម៉ូសគឺជាសកម្មភាពល្មើសច្បាប់អន្តរជាតិនិងជាការបន្តប្រតិបត្តិការយោធានៅល្ងាចថ្ងៃប្រហ័សម្សិលមិញប្រព័ន្ធខែមីស៊ីលការពារអ៊ីរ៉ង់ផ្ដើមមានសកម្មភាពជាថ្មីដើម្បីប្រឆាំងទប់ទល់នឹងដ្រូនព្រមទាំងយានហោះតូចៗដែលអ៊ីរ៉ង់មិនបានបញ្ជាក់ថាមានប្រភពមកពីណាទេទីភ្នាក់ងារសារព័ត៌មានផ្លូវការអ៊ីរ៉ង់បានអះអាងថាសំឡេងរោនៃប្រព័ន្ធការពារអាកាសបានលាន់ឮឡើងប្រមាណ20នាទីតែពេលនេះស្ថានភាពទូទៅនៅអ៊ីរ៉ង់បានស្ងប់ស្ងាត់វិលទៅរកភាពជាធម្មតាឡើងវិញហើយ